បង្កើត channel YouTube មួយដែលខ្លួនឯងណាតាមពិតអត់មានអីស្មុគស្មាញទេបងប្អូនស្វាគមន៍មកកាន់ channel Rita ខ្មែរដែលជា channel មួយធ្វើឲ្យអ្នកទាំងអស់គ្នាមានទំនុកចិត្តកាន់តែខ្លាំងថ្ងៃនេះដែរខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាដែលចង់បង្កើត channel មួយដែលខ្លួនឯងណាអញ្ចឹងអ្នកទាំងអស់គ្នាកុំស្មុគស្មាញពេកគ្រាន់តែអ្នកទាំងអស់គ្នាកុំគិតថាចាំរងចាំគេហៅថាពាក្យរងចាំកុំរងចាំពេលណាដែលអ្នកទាំងអស់គ្នាបកកាយនិយាយកុំរងចាំអ្នកទាំងអស់គ្នាមានកាមេរ៉ាថ្លៃកុំរងចាំអ្នកទាំងអស់គ្នាមានភ្លើងមានស្ទូឌីយោអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែធ្វើឥឡូវហ្នឹងកុំឲ្យដូចខ្ញុំគឺខ្ញុំតែងតែពីមុនណាខ្ញុំតែងតែប្រើពាក្យរងចាំ the perfect time for myself ក៏ប៉ុន្តែពាក្យរងចាំធ្វើឲ្យខ្ញុំបាត់បង់ពេលវេលាឱកាសជាច្រើននៅលើបណ្ដាញសង្គមហើយបាត់បង់ប្រាក់ចំណូលនៅដែលអាចរកបាននៅក្នុងបណ្ដាញសង្គមទៀតអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចង់ធ្វើគឺធ្វើឥឡូវហ្នឹងហើយអ្នកទាំងអស់គ្នានឹងសួរខ្ញុំធ្វើមិនបងបើសិនជាខ្ញុំអត់ចេះបង្កើត channel YouTube ផងអ្នកទាំងអស់គ្នាអត់ចាំបាច់ចំណាយលុយទេអ្នកទាំងអស់គ្នាគ្រាន់តែវាយថារបៀបបង្កើត channel YouTube content រាប់រយបង្រៀនអ្នកទាំងអស់គ្នាកុំចំណាយលុយអ្នកទាំងអស់គ្នាគ្រាន់តែធ្វើដំណាក់កាលតាមដំណាក់កាលដែលគេប្រាប់អ្នកទាំងអស់គ្នានឹងបាន channel មួយដល់ខ្លួនឯងហើយអ្នកទាំងអស់គ្នានឹងគិតទៀតណាបងធ្វើម៉េចខ្ញុំអាចបង្កើតវីដេអូបានអ្នកទាំងអស់គ្នាមានកាមេរ៉ាក្នុងទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នាយើងខ្លួនទេត្រូវហ៎អ្នកទាំងអស់គ្នាគ្រាន់តែទាញកាមេរ៉ាមកអ្នកទាំងអស់គ្នាចុចប៊ូតុង record បើសិនជាអ្នកទាំងអស់គ្នាអត់ដឹងថាអ្នកទាំងអស់គ្នានិយាយពីអីអ្នកទាំងអស់គ្នាថតពីសកម្មភាពតាំងពីងើបពីគេងរហូតដល់អ្នកទាំងអស់គ្នាគេងទៅវិញណាខ្ញុំជឿថាសកម្មភាពជាច្រើនដែលអ្នកទាំងអស់គ្នាអាច record ធ្វើជា content របស់អ្នកទាំងអស់គ្នាបានហើយអ្នកទាំងអស់គ្នាកុំចាំទិញកាមេរ៉ាថ្លៃបើអ្នកទាំងអស់គ្នាអាចធ្វើវីដេអូបានអញ្ចឹងអ្នកទាំងអស់គ្នាគិតខុសហើយការធ្វើវីដេអូគឺធ្វើឲ្យយើងរៀនពីដំណាក់កាលមួយទៅដំណាក់កាលមួយគឺធ្វើឲ្យយើង improve ខ្លួនឯងកាន់តែច្រើនពីមុនណាខ្ញុំអត់ដឹងថាថតវីដេអូហ្នឹងគេធ្វើមិន edit វីដេអូហ្នឹងគេធ្វើមិនក៏ប៉ុន្តែខ្ញុំរៀនពីក្នុង YouTube ដដែលក្នុង YouTube គឺពង្រៀនយើងជាច្រើនបងប្អូនអត់ចាំបាច់ចំណាយលុយដោយការបង្កើត channel YouTube អញ្ចឹងអ្នកទាំងអស់គ្នារៀនពី YouTube ហើយបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើអីមួយត្រូវធ្វើឥឡូវហ្នឹងហេតុអីបានខ្ញុំអាចចែករំលែកបទពិសោធន៍ឥឡូវហ្នឹងទៅកាន់បងប្អូនទេពីព្រោះពីមុនណាគឺខ្ញុំមានទូរស័ព្ទដៃមួយខ្ញុំអត់ដឹងថាខ្ញុំត្រូវនិយាយអីទេក៏ប៉ុន្តែនៅពេលដែលខ្ញុំទៅដើរលេងជាមួយនឹងគ្រួសារខ្ញុំទៅដើរលេងជាមួយកូនគឺខ្ញុំតែងតែថតវីដេអូហើយពេលហ្នឹងថតពីសកម្មភាពអីហ្នឹងបងប្អូនគឺខ្ញុំអត់ទាន់ចេះនិយាយអីទាំងអស់អត់ហ៊ាននិយាយអីទាំងអស់ក៏ប៉ុន្តែការធ្វើវីដេអូការធ្វើ YouTube ហ្នឹងបង្រៀនខ្ញុំពីមួយដំណាក់កាលមួយទៅមួយដំណាក់កាលមួយធ្វើឲ្យខ្ញុំមានទំនុកចិត្តកាន់តែច្រើនហើយធ្វើឲ្យខ្ញុំមានបទពិសោធន៍ដល់ខ្លួនឯងហ៊ានចែករំលែកទៅកាន់បងប្អូនឥឡូវហ្នឹងហើយថ្ងៃនេះគឺនៅក្នុង studio ហើយទម្រាំតែខ្ញុំបានហ៊ាននិយាយប៉ុណ្ណឹងបងប្អូនគឺខ្ញុំចំណាយពេលធ្វើវីដេអូគឺខ្ញុំចំណាយពេលធ្វើវីដេអូមកបងប្អូនខ្ញុំវីដេអូខ្ញុំអត់ល្អដូចគេអត់ខ្ចោះឲ្យបងប្អូនក៏ប៉ុន្តែខ្ញុំមាន content ដើម្បីផុសនៅក្នុង YouTube របស់ខ្ញុំខាងមុនគឺជា content ដើរលេងបន្ទាប់ពី content ដើរលេងមកគឺខ្ញុំគិតថាចេះខ្ញុំមានបទពិសោធន៍អាហ្នឹងហេតុអីក៏ខ្ញុំមិនធ្វើវីដេអូមួយចែករំលែកបទពិសោធន៍ឲ្យខ្លួនឯងមានណាទៅកាន់បងប្អូនទាំងអស់គ្នាទៅឥឡូវហ្នឹងគឺខ្ញុំហ៊ាននិយាយនៅក្នុង studio គឺវាកើតឡើងដោយការចាប់ផ្ដើមបងប្អូនបើសិនជាអ្នកទាំងអស់គ្នាមិនចាប់ផ្ដើមអ្នកទាំងអស់គ្នានឹងអត់មានអីផ្លាស់ប្ដូរទេតោះតែអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើម្ដងតិចគេហៅថា moment ហ្នឹងនឹងបង្រៀនយើងតិចម្ដងក៏ប៉ុន្តែធ្វើឲ្យអ្នកទាំងអស់គ្នាទទួលបានលទ្ធផលល្អខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់បង្កើត channel YouTube មួយដល់ខ្លួនឯងអ្នកទាំងអស់គ្នារៀនអ្នកទាំងអស់គ្នាអត់ចាំបាច់
ខ្ញុំមិនសិនហើយមិនសិនទៀតកុំចំណាយលុយរាប់រយក្នុងការបង្កើត channel YouTube អ្នកទាំងអស់គ្នាអាចរៀនបាននៅក្នុង YouTube នឹងតែម្ដងគ្រាន់តែអ្នកទាំងអស់គ្នាចាប់ផ្ដើមរៀនហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើវារៀនឥឡូវធ្វើឥឡូវថតឥឡូវកាត់ឥឡូវដើម្បីមាន content post នៅលើ YouTube អញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាធ្វើអនុវត្តកែតម្រូវម្ដងតិចម្ដងតិចទើបអ្នកទាំងអស់គ្នាអាចទៅដល់គោលដៅរបស់អ្នកទាំងអស់គ្នាបានអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមាន channel មួយដែលខ្លួនឯងហើយ channel នឹងអាចបង្កើតចំណូលឲ្យអ្នកទាំងអស់គ្នាអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដាន Complete Subscribe Channel Rita ខ្មែរ Bye